ជំរាបសួរទស្សនិកជនក៏ដូចជាសិក្ខាកាមដែលតែងតែចូលរួមទស្សនាកម្មវិធីរបស់ខ្ញុំកន្លងមកហើយថ្ងៃនេះក្រុមការងាររបស់យើងធ្វើវីដេអូនេះឡើងដើម្បីជូនពរទៅកាន់ទស្សនិកជនក៏ដូចជាសិក្ខាកាមដែលតែងតែគាំទ្រតាមដានចូលរួមកម្មវិធីរបស់ខ្ញុំផ្ទាល់ពិតជាអរគុណច្រើនមែនទែនហើយមានទស្សនិកជនផ្ញើសារជូនពរក្នុងឱកាសចូលឆ្នាំថ្មីនេះក៏ដូចជាមានទស្សនិកជនដែលផ្ញើសារមកខ្ញុំផ្ទាល់ទៅលើអ្វីដែលគាត់បានរៀនសូត្រពីខ្ញុំកន្លងមកគាត់ឥឡូវគាត់ប្រើប្រាស់នៅក្នុងអាជីវកម្មរបស់គាត់នៅក្នុងកន្លែងធ្វើការរបស់គាត់បានផ្លែផ្កាបានជោគជ័យច្រើនអញ្ចឹងខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនហើយសូមជូនពរត្រឡប់ទៅវិញទៅកាន់ទស្សនិកជននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះឆ្នាំខ្មែរសូមឲ្យទស្សនិកជនទាំងអស់សម្រេចនៅបំណងប្រាថ្នាទាំងអស់នៅក្នុងឆ្នាំនេះតែម្ដងហើយកុំភ្លេចណាយើងមានកម្មវិធីពិសេសដែលនឹងឈានចូលមកដល់ក្នុងពេលវេលាបន្តិចទៀតនេះអញ្ចឹងសូមរងចាំទស្សនាទាំងអស់គ្នាខ្ញុំបាទឡុងបូរិនតែងតែមានសេចក្តីសោមនស្សរីករាយជួបផ្ទាល់ជាមួយទស្សនិកជនទាំងអស់គ្នាអរគុណច្រើនជួបគ្នាក្នុងពេលវេលាឆាប់ៗខាងមុខនេះ